សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើជាប្រភេទ strawberry margarita ជូនអ្នកទាំងអស់គ្នាមើលបើសិនជាអ្នកទាំងអស់គ្នាចេះធ្វើ margarita ប្រហែលជាអាចឆាប់ចាប់បានហើយតើតទៅប្រភេទ strawberry margarita នៅក្នុងនោះយើងមានជាប្រភេទតាកាឡា ត្រាប់បសិច strawberry puree ជាមួយនឹងប្រភេទ sugar syrup ហើយនឹង lem juice អូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងតើតទៅនឹង strawberry margarita យើងត្រូវប្រើអំបិលលាបជាមួយនឹងមាត់កែវអញ្ចឹងខ្ញុំចាប់ផ្ដើមលាបនៅលើមាត់កែវជូនអ្នកទាំងអស់គ្នាមើលដោយសារ lem ខ្ញុំកាត់ហើយអញ្ចឹងខ្ញុំយកមកលាបវាតិចៗមកអូខេអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាមើលឃើញថាយើង strawberry margarita របស់យើងប្រើ lem បែបនេះបន្តមកទៀតយើង slide lem មកហើយដោយសារយើងធ្វើអញ្ចឹងខ្ញុំដោយសារ lem របស់យើងកាត់ហើយយើងគ្រាន់តែយកមក slide ទៅអូខេអូខេដាក់វាអូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមលាយជូនអ្នកទាំងអស់គ្នាមើលយើងប្រើ Shaker ដែលអញ្ចឹងយើងប្រើអូខេអញ្ចឹងយើងប្រើជាប្រភេទតាកាឡា45ត្រាប់បសិច15អូខេខ្ញុំដាក់ជីស្រួលចាប់ត្រាប់បសិច15ប្រើជាប្រភេទ strawberry 15 sugar 10 lem 15អូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមក្លុកជូនអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងសម្រាប់ strawberry margarita របស់យើងគឺហើយហើយពោវាប៉ុណ្ណឹងអញ្ចឹងសម្រាប់គ្នាយើងឬក៏បងដែលចង់ចេះធ្វើឬមួយក៏ចង់ធ្វើអាចធ្វើបានណាតើតទៅនឹងប្រភេទ strawberry margarita អូខេអញ្ចឹងហើយ